ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ3ប្រមាណតែ3ម៉ោងជាងពីភ្នំពេញដល់ទីរួមក្រុងកំពតតែដែលយើងចង់បន្តដំណើរទៅលេងតំបន់ផ្សេងៗទៀតនៅក្នុងខេត្តមួយនេះម្ល៉េះហើយយើងនឹងត្រូវចំណាយពេលបន្ថែមនៅក្នុងការធ្វើដំណើរនេះប៉ុន្មានឆ្នាំចុងក្រោយនេះគេតែងតែល្បីឮពីមាត់មួយទៅមាត់មួយថាទឹកធ្លាក់តាដាជាទីតំបន់ទេសចរណ៍ដ៏ល្អត្រកាមួយនៅក្នុងខេត្តកំពតតែបាននឹងកំពុងតាក់ទាញភ្ញៀវទេសចរសម្បើមណាស់ទៅលេងគយគន់ទស្សនាដូច្នេះហើយយើងសម្រេចចាត់ថានឹងទៅកាន់ទីកន្លែងនោះតែម្ដងតោះយើងចេញដំណើរទៅឋានទឹកធ្លាក់តាដាដែលឈ្មោះពេញហៅថាទឹកធ្លាក់ថ្មតាដាសចាំងមានចម្ងាយប្រមាណ16គីឡូម៉ែត្រទេពីរង្វង់មូលទុរេនក្រុងកំពតយើងនេះទៅដោយធ្វើដំណើរល្បាក់តែ35នាទីប៉ុណ្ណោះទេនឹងបានទៅដល់ហើយដំណើរឆ្លងកាត់រមណីយដ្ឋានទឹកឈូមិនឆ្ងាយប៉ុន្មានទេភ្ញៀវទេសចរនឹងបានឃើញមានស្លាកព្រួញបង្ហាញផ្លូវចូលនៅខាងឆ្វេងដៃដាក់ថារមណីយដ្ឋានទេសចរធម្មជាតិកោះតាដាតែអញ្ចឹងយើងបត់ខាងឆ្វេងដៃនឹងទៅរមណីយដ្ឋានថ្មតាដាសចាំងគឺស្ថិតនៅក្នុងឃុំស្នំ7ស្រុកទឹកឈូដើម្បីទៅកាន់តំបន់ទេសចរធម្មជាតិដ៏ស្រស់ត្រកាលនិងគួរជាទីតាក់ទីនេះយើងត្រូវធ្វើដំណើរតាមចង្កេះភ្នំប្រមាណជាង1គីឡូម៉ែត្រនោះយើងនឹងបានឮសំឡេងសន្ធឹកទឹកហូរចុះពីលើកំពូលភ្នំតាមជ្រលងដងអូរយើងអាចគយគន់សម្រស់ធម្មជាតិរុក្ខជាតិព្រៃភ្នំបំប្រងពណ៌បៃតងខៀវស្ងាត់សែនត្រជាក់ភ្នែកនាវសានរដូវយើងអាចស្ដាប់តន្ត្រីធម្មជាតិសត្វយំរងំអឹងកងរំពងព្រៃដែលគួរជាទីរីករាយប៉ុនពេកបន្ទាប់ពីធ្វើដំណើរដោយថ្មើរជើងមើលនាយមើលអាយភ្លេចខ្លួនឆ្ងាយបន្តិចទៅយើងកាន់តែឮសំឡេងទឹកជ្រោះធ្លាក់ខ្លាំងឡើងនោះមានន័យថាយើងបានមកកាន់តាគៀកតំបន់រមណីយដ្ឋានមែនតែនហើយចានោះមកដល់ហើយតើដែលយើងមកដល់ទឹកជ្រោះបែបនេះភាគច្រើនភ្ញៀវមិនភ្លេចទេនៅក្នុងការនាំគ្នាថតរូបទុកជាអនុស្សាវរីយ៍ជុំគ្នាដេកលេងងូតទឹកជ្រោះយ៉ាងសប្បាយរីករាយ
ការងូតទឹកលេងកំសាន្តនេះទៀតសោតគឺថាងូតហើយងូតទៀតមិនចង់ងើបចេញពីទឹកនោះទេព្រោះថាទឹកត្រជាក់ដូចអមរិតអញ្ចឹងតំបន់ទឹកធ្លាក់ធម្មជាតិនេះមានកម្ពស់27ម៉ែត្ររាប់ពីលើចុះមកហើយមានល្បាក់ថ្មភ្នំ3ជាន់ទឹកជ្រោះនេះគឺថាហូរធ្លាក់ចូលទៅក្នុងអាងស្តុកទឹកដ៏ធំមួយទីស្តុកទឹកនោះគឺសម្រាប់ភ្ញៀវលេងកំសាន្តដែរទឹកជ្រោះនៅរមណីយដ្ឋាននេះគឺស្ថិតនៅកណ្ដាលព្រៃព្រឹក្សាដែលហុំព័ទ្ធដោយភ្នំសងខាងគឺពិតជារមណីយត្រជាក់ភ្នែកនិងត្រជាក់ចិត្តក្រៃលែងណាស់ចា៎តែទោះជាសប្បាយរីករាយឃើញព្រៃភ្នំមានទឹកជ្រោះត្រជាក់ល្វឹងល្វើយយ៉ាងដូចនេះក៏ដោយចុះតែសម្បងប្អូនយើងបង្កើននៅការប្រុងប្រយ័ត្នផងណាព្រោះថាអាចនឹងបង្កឲ្យមានការរអិលជើងដៃដែលនាំឲ្យមានទុក្ខភ័យដោយប្រការផ្សេងជាយថាហេតុបំណងល្អពីនាងខ្ញុំចាពេលនេះសូមអរគុណច្រើននិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតអរគុណ